ថ្ងៃនេះផងដែរខ្ញុំនឹងមករៀនបើកត្រាក់ទ័រជាលើកទី1នៅក្នុងជីវិតរបស់ខ្ញុំហើយខ្ញុំមិនមែនត្រឹមតែរៀនបើកត្រាក់ទ័រណាទាំងអស់គ្នានៅពេលដែលខ្ញុំរៀនបើកត្រាក់ទ័រចេះហើយគឺខ្ញុំនឹងប្រកួតគ្នាជាមួយនឹងបងស្រី Yes បងត្រៀមខ្លួនរួចនៅហើយត្រៀមខ្លួនព្រៀនខ្ញុំនៅក្នុងរយៈពេល10នាទីបើនរណាគេជួយស្រាយបានច្រើនជាងនឹងទទួលបានទឹកប្រាក់ចំនួន 10,000 រៀល A few moments later អូយខ្លាំងមែនតើអត់ដែរឡើងត្រាក់ទ័រនិយាយតាមត្រង់លើកទី1នេះចុំហើយអានេះជើងស្អីច្រើនមែនអានេះគេអាហ្នឹងប្រាំងវិញស្ដាំអូអានេះប្រាំងមានឆ្វេងស្ដាំអញ្ចឹងទៀតចុះអានេះគេហ្គាអូខេមិនហ្គាអង្គយ៉ាអូអង្គយ៉ាហើយចុះហ្គានៅណាហ្គាអូនៅនេះដំបូងយើងបច្ឆេះវាសិនយើងជន់អង្គយ៉ាសិនយើងជន់ឲ្យដាច់អស់អញ្ចឹងហើយយើងដាក់លេខនេះសិនពេលវាយបច្ឆេះហើយដាក់តលេខ4មកតែបើយើងចង់លឿនដាក់លេខខ្សែអញ្ចឹងអានេះកលាក់វាអាហ្នឹងយើងអូគ្រាន់អូទៅមុខទៅក្រោយទេអូខេអានេះមកមុខអូខេនេះចេះមកលេខខ្សែអូអានេះ reverse ថយក្រោយអូខេអញ្ចឹងមើល wait ទី1បច្ឆេះទី2ជន់អង្គយ៉ាជន់ឲ្យដាច់អស់ជន់ឲ្យដាច់អស់ហើយដាក់លេខប៉ុណ្ណឹងអូឡើងញ័រជើងប៉ាវយើងក៏តម្លាក់ដែរក៏តម្លាក់ដែរអញ្ចឹងនៅពេលវាយបច្ឆេះហើយដាក់លេខអស់ហើយឬក៏វាយអត់ដាក់លេខទេលើកវាអស់សិនអានេះឧបករណ៍នេះត្រូវលើកប៉ែមុខលើកប៉ែក្រោយមកចឹងលើកប៉ែហើយអានេះលើកអង្គពេលវាលើកឡើងលើអង្គខាងក្រោយលើកដែរចឹងអានេះលើកចឹងមកវាធ្លាក់ទៅក្រោមវាអត់ទេវាលើកឡើងលើអូលើកឡើងលើអូខេហើយយើងជួរដងយើងដាក់កឹបអស់ចឹងមែនអត់ទេពេលខ្លះដីវាអត់ស្មើគ្នាយើងលើកដាក់រហូតខ្ញុំសួរប្រចាំថ្ងៃខ្ញុំស្ដាប់សលេងម៉ាស៊ីនអីចឹងពេលខ្លះវាតឹងមានន័យថាផលរបស់យើងនឹងមុតជ្រៅអញ្ចឹងយើងលើកតិចមកតែយើងដាក់ថ្នមមានទាំងអស់គ្នាខូចមកគេវាលុយសោះអូថៃដំបងបើកបច្ឆេះកន្លែងណាបើកកិច្ចឆោអូមិនដំបងអូមិនរត់ផងសบายមែនទេយល់ហើយអ្នកគ្រូខ្ញុំចង់រៀនអាចារ្យអ្នកគ្រូខ្ញុំរៀនចេះប្រកួតគ្នាមួយស្មើហើយនៅពេលនេះយើងកំណត់ពេល10នាទីចាក់ដើម start ណាបង1 2 3ចាក់ដើមអស់រយៈពេល5នាទីហើយនៅខ្វះ5នាទីទៀតបងតដៃខ្ញុំផងបងតអ្នកទាំងអស់គ្នានៅសល់តែ50វិនាទីទៀតទេឥឡូវយើងចាប់ផ្ដើមទៅហាមគាត់15 14 13 12គាត់យ៉ាយមកឈប់យកហ្មង4 3 2 1អស់មកហើយបងអស់មកហើយ10នាទីដល់ពេលនេះដល់ពេលខ្ញុំម្ដងហើយអត់មិនទេឡើយហ្នឹងគាត់នៅសល់ពេលហ្មង3នាទីជាងទៀតបងប្អូនអូចាប់អត់ឡើយនៅសល់50វិនាទីជាងទៀត A few moments later នៅសល់8 9ទៀត8 9ចុះដល់អូខេឥឡូវគឺគាត់ចាប់ហើយម៉ែមើលគាត់អត់ជួលស្អាតដល់ពេលរបស់ខ្ញុំជួលវិញមើលអត់អីទេលើកដំបងបានប៉ុណ្ណឹងល្អហើយបាច់និយាយច្រើនទេបងប្អូនមើលតែប៉ុណ្្នឹងទៅដឹងថាខ្ញុំចាញ់បាត់ហើយនេះគឺជាទឹកប្រាក់ចំនួន 10,000 រៀលដែលខ្ញុំត្រូវជូនទៅដល់បងស្រីខ្ញុំចាញ់ challenge ជាមួយបងស្រីដោយសារទី1រយៈពេល10នាទីគឺខ្ញុំជួបបានតិចជាងត្រូវអត់បងហើយចំណុចទី2គឺខ្ញុំជួត្រឡប់ត្រឡឹងវិញហ្នឹង
ឯគេព្យួរឡើងត្រង់ស្អាតដល់ពេលខ្ញុំវិញមកឡើងកាឡាបងប្អូនបានឃើញហើយពីលើគឺកាឡាគឺអាក្រក់មើលមែនតើតែបងស្រីវិញគឺព្យួរមកឡើងស្អាតឡើងស្រឡះល្វឹងហ្មងណាសុំសិនសម្រាប់បងប្អូនប្រជាកសិករដែលមានត្រាក់ទ័រគូបតាប្រហែលជាដឹងចំណុចពិសេសរបស់ត្រាក់ទ័រគូបតាប៉ុន្តែបងប្អូនមានដឹងអត់គូបតាក៏មាន ad សម្រាប់ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃផងដែរឥឡូវនេះបងប្អូនប្រជាកសិករយើងអបអរំទៀតហើយប្រជាកសិករដែលមានត្រាក់ទ័រឬម៉ាស៊ីនច្រូតគូបតាអាចប្រើគូបតា app បាន app នេះមានសារៈសំខាន់ដូចជាផ្ដល់ព័ត៌មានទាន់សម័យទាក់ទងនឹងចំណេះដឹងផ្នែកកសិកម្មស្វែងយល់ពីអាយុកាលប្រើប្រាស់គ្រឿងម៉ាស៊ីននិងអាចវាស់ដីបានទៀតផងហើយនឹងងាយស្រួលក្នុងការស្វែងរកអ្នកងារចែកចាយគូបតានិងគ្រឿងបន្លាស់គូបតាលើពីនេះទៀតនោះអាចតែមានឱកាសឈ្នះរង្វាន់ជាច្រើនថែមទៀតផង You win. Perfect.